ជំរាបសួរពុកម៉ែបងប្អូននិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាទីស្រឡាញ់រាប់អានសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំសាជាថ្មីម្ដងទៀតហើយនៅក្នុងខ្សែអាតវីដេអូនេះខ្ញុំនឹងរៀបរាប់អំពីប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជានៅក្នុងសម័យកាលចតុម្មុខនៅក្នុងឆ្នាំ1431នៃគ្រិស្តសករាជព្រះបាទពញ្ញាយ៉ាតទ្រង់បានលើករាជធានីពីអង្គរទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរកំពង់ចាមវិញតែដោយតំបន់នោះរងគ្រោះដោយទឹកជំនន់ផងព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពីទួលបាសានទៅចតុម្មុខវិញក្រោយពីការកសាងរាជធានីចតុម្មុខរួចរាល់ព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរថាក្រុងចតុម្មុខមង្គលសកលកម្ពុជាធិបតីសិរីធរៈបវរអន្តបត្តិបរិយរដ្ឋរាជសីមាមហានគរថាតើការកសាងនៃរាជធានីចតុម្មុខនោះមានកិច្ចដំណើរការយ៉ាងណាសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់តាមដានខ្សែអាតវីដេអូរបស់ខ្ញុំបាទដូចតទៅយើងបានដឹងហើយថានៅគ្រិស្តសករាជ1431ព្រះបាទបរមរាជាចៅពញ្ញាយ៉ាតទ្រង់បានលើករាជធានីពីអង្គរទៅតាំងនៅទួលបាសានក្នុងខេត្តស្រីសឈរវិញតែគង់នៅទីនោះបានតែប្រមាណជាមួយឆ្នាំបើតាមឯកសារខ្លះថាគង់នៅទីនេះរហូតដល់ទៅ9ឆ្នាំហើយដោយមានទឹកជំនន់ធំខុសធម្មតាព្រះអង្គក៏បញ្ជាឲ្យលើករាជធានីពីទួលបាសានទៅតាំងនៅក្រុងភ្នំពេញវិញគឺនៅលើត្រើយខាងលិចនៃទន្លេច្រាបឈាមព្រះអង្គទ្រង់ត្រាស់បង្គាប់ឲ្យសម្ដេចចៅពញ្ញាកែនិងអង្គញាហោរាធិបតីខៀវហែហោមដោយមន្ត្រីផ្សេងជាច្រើនទៀតផងឲ្យទៅពិនិត្យមើលទីដីដែលស្ថិតនៅជិតភ្នំដូនពេញដើម្បីកសាងទីក្រុងថ្មីលុះធ្វើការពិនិត្យតាមក្បួនតម្រាសពគ្រប់ហើយមន្ត្រីទាំងនោះក៏ថ្វាយដំណឹងទៅព្រះរាជាវិញថាតំបន់ដែលស្ថិតនៅទិសអាគ្នេយ៍នៃភ្នំដូនពេញមានជ័យភូមិល្អស័ក្តិសមល្មមស្ថាបនារាជធានីថ្មីបានព្រះអង្គក៏ទ្រង់ត្រាស់ឲ្យអស់ចៅហ្វាយស្រុកនៃស្រុកទាំងឡាយទាំងពួងកែនរាជមកជួយកសាងព្រះរាជនិវេសគឺលើកដីធ្វើកំពែងសង់ប្រាសាទនិងដំណាក់តូចធំក្នុងរយៈពេលដ៏ខ្លីបំផុតលុះកិច្ចការបានបំពេញសពគ្រប់ហើយព្រះអង្គក៏បានយាងមកគង់នៅរាជវាំងភ្នំដូនពេញតាមផ្លូវទឹកដោយមាននាម៉ឺនសពមុខមន្ត្រីដង្ហែមកផងលុះយាងមកដល់ហើយព្រះអង្គក៏ទ្រង់ត្រាស់បង្គាប់ចៅពញ្ញាតេជោចៅវាយស្រុកខេត្តសំរោងទងឲ្យកែនរាជលើកដីចាក់បំពេញតំបន់នៅជុំវិញវត្តភ្នំនិងក្នុងរាជវាំងដូច្នេះតំបន់នោះក៏បានរៀបស្មើល្អរហូតដល់មាត់ទន្លេដែលអ្នកផងនិយមហៅថាកំពង់រាបចាប់តាំងពីពេលនោះមករីឯទីដែលចៅពញ្ញាតេជោឲ្យរាជជីកយកអាចដីនោះក៏คล้ายទៅជាបឹងមួយធំជ្រៅទូលាយទៅបានគេឲ្យឈ្មោះហៅថាបឹងតេជោតរៀងមកគឺទីដីត្រង់ផ្សារថ្មីសប្តាហ៍ថ្ងៃនេះឯងតមកទៀតព្រះរាជាទ្រង់ត្រាស់បង្គាប់អង្គញាវង្សាអនុជិតប្លង់ចៅវាយស្រុកខេត្តបាត់ទីឲ្យជីកព្រែកបង្ហូរទឹកទន្លេចូលទៅក្នុងបារាយណ៍មួយនៅក្នុងរាជធានីសម្រាប់យកទឹកប្រើប្រាស់ជូនដល់ប្រជារាស្ត្រទាំងអស់គ្នាព្រែកនោះគេហៅថាព្រែកអង្គញាប្លង់បើតាមការស្រាវជ្រាវទៅឃើញថាទីដើមព្រែកនេះស្ថិតនៅតាមបណ្ដោយសួនច្បារនៅមុខស្ថានីយ៍កណ្ដាលនៃអយសមាយានគឺស្របនឹងវិថីអង្គញាប្លង់សប្តាហ៍ថ្ងៃនេះឯងដើម្បីជាកិច្ចការពារព្រះរាជាទ្រង់បញ្ជាឲ្យជីកគូនិងលើកដីកំពែងតាំងជាសើននិងជាបន្ទាយព័ទ្ធជំវិញរាជធានីផងដែរដូច្នេះនៅទិសខាងត្បូងគឺព្រែកតាកែវទិសខាងលិចព្រែកអូកូទិសខាងជើងព្រែកពងព្រាយឬក៏ព្រែកចិនដំដែកព្រោះនៅកន្លែងនោះមានជនជាតិចិនរកស៊ីដំដែកក្រៅពីមុខងារការពារក្រុងព្រែកទាំងនោះនៅមានមុខងារសំខាន់មួយយ៉ាងទៀតគឺយកទឹកសម្រាប់ឲ្យរាស្ត្រធ្វើស្រែនៅទិសខាងលិចពួកនិមឺនសពមុខមន្ត្រីនិងពួកប្រជានរាស្ត្រ
បានសង់គេហដ្ឋានរៀងៗខ្លួនក្នុងបរិវេណនៃរាជធានីនោះលុះសម្រេចការកសាងហើយព្រះរាជាទ្រង់តាំងប្រទាននាមព្រះនគរទីក្រុងនេះថ្មីនេះថាក្រុងចតុមុខមង្គលសកលកម្ពុជាធិបតីសេរីធរបវរអន្តបតបុរីរដ្ឋរាជសីមាមហានគរចំណែកឯទន្លេច្រាបឈាមក៏ត្រូវបានប្រសិទ្ធនាមថ្មីថាទន្លេចតុមុខទៅវិញផងដែរក្រោយបន្តិចមកព្រះរាជបុត្រច្បងព្រះនាមនារីរាជាទ្រង់បានតែងតាំងជាឧបរាជហើយយាងទៅគង់ក្នុងព្រះដំណាក់នៅជ្រោយរលួសរីឯព្រះរាជបុត្រទី2ព្រះនាមថាស្រីរាជាយាងទៅគង់នៅខាងលិចត្រង់ដីទួលមួយកន្លែងដែលតមកគេហៅថាទួលព្រះស្រីម្ដុំវត្តព្រះពុទ្ធមានបុណ្យសពថ្ងៃនេះនៅគ្រានោះដែរព្រះវិហារកសាងឡើងដោយដូនពេញក៏បានត្រុតត្រោមខ្លះទៅតាមកាលវេលាព្រះបាទបរមរាជាចៅពញាយ៉ាតទ្រង់បានកសាងវិហារនោះសារជាថ្មីឡើងវិញដោយពង្រីកនិងពូនភ្នំដីឲ្យកាន់តែខ្ពស់ជាងមុនហើយទ្រង់ចាត់ឲ្យក្រាលថ្មនៅកំពូលខាងលើនិងកសាងចេតិយមួយយ៉ាងធំពីខាងក្រោយព្រះវិហារនោះនៅពេលដែលសាងសង់រួចហើយព្រះអង្គទ្រង់បញ្ជាឲ្យទៅយកព្រះពុទ្ធបដិមាលង្ហិនដែលសេសសល់នៅអង្គរវត្តព្រមទាំងរូបសង្ឃតោមកតម្កល់និងតាំងនៅលើភ្នំនោះពិធីត្រូវបានធ្វើអស់រយៈពេល3ថ្ងៃគេយកព្រះពុទ្ធបដិមាដែលដូនពេញបានរកឃើញពីក្នុងដើមកគីពីមុននោះទៅតម្កល់ក្នុងជាន់ខាងលើនៃចេតិយធំរីឯព្រះពុទ្ធបដិមាដែលយកពីអង្គរវត្តឬក៏នគរវត្តត្រូវបានតម្កល់នៅក្នុងជាន់ក្រោមហើយតាំងពីពេលនោះមកវត្តភ្នំដូនពេញត្រូវប្រសិទ្ធនាមថ្មីថាវត្តព្រះចេតិយបរិព័ទ្ធវិញក្រៅពីនេះព្រះរាជាទ្រង់បានចាត់ឲ្យកសាងវត្តអារាមនៅច្រើនកន្លែងនៅក្នុងរាជធានីមានវត្ត2នៅខាងកើតវត្តភ្នំគឺវត្តធម្មអលង្ការនិងវត្តកោះវត្តមួយនៅខាងត្បូងអូចិនដំដាយគឺវត្តព្រះពុទ្ធឃោសាចារ្យសប្តាហ៍ថ្ងៃហៅវត្តព្រះពុទ្ធឃោសារាមឬក៏វត្តចិនដំដែតនៅជាប់នឹងវត្តពិភពរាំងសីមានវិថីអង្គញាអ៊ំខណ្ឌកណ្ដាលនៅខាងមុខព្រះវិហារវត្តនេះសប្តាហ៍ថ្ងៃគេឃើញមានរូបទ្វារបាល2អ្នកជារូបបែបជនជាតិចិនដែលគេអាចមើលស្គាល់យ៉ាងងាយដោយសារលក្ខណៈមុខមាត់សម្លៀកបំពាក់និងគ្រឿងអាវុធវត្តមួយនៅត្រង់មាត់ទន្លេក្បែរព្រែកអង្គញាប្លុងគឺវត្តពីមប្លុងវត្តមួយទៀតនៅត្រង់ចេតិយធំគឺវត្តអូណាឡោមហើយវត្តមួយទៀតហៅថាវត្តខ្ពស់តាយ៉ងគួរក៏បីកត់សម្គាល់ថាវត្តចុងក្រោយនេះសប្តាហ៍ថ្ងៃស្ថិតនៅត្រង់វត្តបទុមតីនេះឯងបើតាមអក្សរចារឹកតម្កល់នៅទីនោះព្រះបាទបរមរាជាចៅពញាយ៉ាតបានសាងវត្តនេះនៅក្នុងគ្រិស្តសករាជ1442លើកទី1មានទំហំ202ម៉ែត្រគុណនឹង260ម៉ែត្រវត្តនេះគេហៅថាវត្តខ្ពប់តាយ៉ងព្រោះនៅខាងត្បូងវត្តមានខ្ពប់របស់តាយ៉ងព្រះវិហារវត្តនេះត្រូវបានកសាងថ្មី2លើកទៀតគឺលើកទី1នៅគ្រិស្តសករាជ1865ក្នុងរាជកាលព្រះបាទសម្ដេចនរោត្តមហើយលើកទី2នៅគ្រិស្តសករាជ1937ក្នុងរាជកាលរបស់ព្រះស៊ីសុវត្ថិមុនីវង្សគួរក៏បីជំរាបជូនបងប្អូនជ្រាបផងដែរថាវត្តអូណាឡោមនៅរក្សាឈ្មោះដដែលតាំងពីពេលកសាងរហូតមកដល់សប្តាហ៍ថ្ងៃនេះហើយឈ្មោះអូណាឡោមនេះត្រូវបានប្រសិទ្ធនាមឡើងដោយយកតាមឈ្មោះចេតិយដែលគេបញ្ចុះព្រះអូណាឡូមគឺរោមប្រជុំចិញ្ចើមនៃព្រះអសចិតថេរនៅខាងមុខវត្តនេះគឺនៅជិតមាត់ទន្លេព្រះរាជាទ្រង់ឲ្យសាងឃ្លាំងមឿងមួយជាអ្នកតាចាំស្រុកឈ្មោះថាអ្នកតាប្រាជ្ញរាជវង្សខ្មែរនៅក្នុងសម័យចតុមុខគឺរាប់ចាប់ពីឆ្នាំ1431នៃគ្រិស្តសករាជរហូតដល់ឆ្នាំ1526នៃគ្រិស្តសករាជពលគឺមានរយៈកាល96ឆ្នាំនៅក្នុងរយៈពេល96ឆ្នាំនេះមានព្រះរាជាសោយរាជ6ព្រះអង្គគឺទី1ព្រះបាទពញាយ៉ាតគឺគ្រិស្តសករាជ1431ដល់1463
ព្រះបាទនរារាជា1463ដល់1469ព្រះបាទស្រីរាជា1469ដល់1485និងព្រះបាទធម្មរាជា1485ដល់1504ព្រមទាំងព្រះបាទស្រីសុគន្ធបុត្រគ្រិស្តសករាជ1504ដល់1512ចំណែកឯព្រះរាជាចុងក្រោយគឺព្រះបាទស្រីជាតិថាដែលគេហៅថាស្ដេចកនគឺគ្រិស្តសករាជ1512ដល់1525ព្រះបាទពញាយ៉ាតព្រះអង្គជាបុត្ររបស់ព្រះបាទស្រីសូរិយាវង្សទី1ព្រះមហាក្សត្រដែលបានរំដោះក្រុងអង្គរពីកណ្ដាប់ដៃសៀមលើកទី1មកវិញព្រះអង្គបានសម្លាប់ស្ដេចសៀមពញាព្រែកនិងរំដោះរាជធានីអង្គរព្រះអង្គគង់នៅរាជធានីអង្គររួចផ្លាស់ប្ដូររាជធានីមកទួលបាសាននិងបន្តមកទៀតបានបដូរមកតាំងរាជធានីនៅចតុមុខមង្គលមូលហេតុដែលការចាក់ចោលរាជធានីអង្គរដោយសារកត្តាមួយចំនួនដូចខាងក្រោម1កត្តាប្រជាជនក្នុងចម្បាំងសៀមបានសម្លាប់និងគៀប្រជាជនខ្មែរនៅក្នុងតំបន់អង្គរស្ទើរអស់រលីងដោយនេះប្រជាជននៅតំបន់អង្គរដែលសល់តិចតួចមិនអាចការពារក្រុងអង្គរបានទៀតទេនិងមានប្រជាជនខ្លះទៀតបានភៀសខ្លួនចេញពីរាជធានីអង្គរទី2កត្តាសេដ្ឋកិច្ចដោយសារសង្គ្រាមផ្ទៃក្នុងនិងសង្គ្រាមជាមួយពួកសៀមផងបានបំផ្លិចបំផ្លាញសង្គមសេដ្ឋកិច្ចហេដ្ឋារចនាសម្ព័ន្ធបារាយប្រឡាយទឹកផ្លូវថ្នល់ទំនប់ធារាសាស្ត្រខ្ទេចខ្ទីអស់ដែលមិនអាចស្ដារការខូចខាតនោះបានទី3កត្តាភូមិសាស្ត្ររាជធានីអង្គរស្ថិតនៅជិតក្រុងអយុធ្យាពេកមានចម្ងាយប្រមាណជា400គីឡូម៉ែត្រពីគ្នាតែប៉ុណ្ណោះដោយនេះសៀមអាចនឹងវាយលុករាជធានីអង្គរសារជាថ្មីម្ដងទៀតកត្តាអធិពលគឺកម្លាំងខ្មែរចុះខ្សោយទាំងកម្លាំងកាយចំនួនប្រជាជននិងទាំងកម្លាំងចិត្តគឺផ្នែកស្មារតីបាត់បង់ជំនឿលើខ្លួនឯងរីឯសៀមពង្រីកទឹកដីទូលំទូលាយពង្រីកអំណាចនិងបង្កើនកម្លាំងដោយហេតុនេះហើយទើបទ្រង់ចាក់ចេញពីក្រុងអង្គរទៅទួលបាសានវិញព្រះបាទពញាយ៉ាតទ្រង់មានព្រះរាជបុត្រ3ព្រះអង្គជាមួយនឹងមហេសីនិងស្រីស្នំដូចជាទី1ព្រះបាទនរារាជារាជបុត្ររបស់ព្រះអង្គជាមួយនឹងអ្នកមនាងទេវីទី2ព្រះបាទស្រីរាជារាជបុត្ររបស់ព្រះអង្គជាមួយអ្នកមនាងបុទុមកេសរនិងទី3ព្រះបាទធម្មរាជារាជបុត្ររបស់ព្រះអង្គជាមួយនឹងអ្នកមនាងស៊ីសងាមលុះដល់ឆ្នាំ1463ព្រះអាបាទពញាយ៉ាតបានដាក់រាជ្យឲ្យបុត្រច្បងគឺព្រះនរារាជានៅឆ្នាំ1466ព្រះបាទពញាយ៉ាតក៏បានសោយទីវង្គតដោយរោគទាពាធនៅប្រជជនអាយុ70ព្រះវស្សាហើយនៅក្នុងគ្រិស្តសករាជ1967ព្រះបាទនរារាជាបានកសាងចេតិយថ្វាយព្រះបាទពញាយ៉ាតនៅលើភ្នំដូនពេញដែលជាចេតិយធំជាងគេបន្ទាប់មកនៅឆ្នាំ1917ព្រះបាទស៊ីសុវត្ថិទ្រង់បានចាត់ចែងឲ្យកសាងចេតិយនេះសារជាថ្មីហើយធំជាងមុនទៀតព្រះរាជាទី2នៅក្នុងសម័យឧត្តមគឺព្រះបាទនរាយរាជាគ្រិស្តសករាជ1463 1469ព្រះបាទនរាយរាជាជាព្រះរាជបុត្រច្បងរបស់ព្រះបាទពញាយ៉ាតជាមួយនឹងអ្នកមនាងទេវីតែឯកសារខ្លះថាជាបុត្ររបស់អ្នកមនាងស៊ីសងាមទៅវិញដោយព្រះបាទពញាយ៉ាតជារៀនណាស់ទៅហើយព្រះអង្គបានដាក់រាជ្យថ្វាយទៅព្រះរាជបុត្រច្បងរបស់ព្រះអង្គគឺព្រះបាទនរាយរាជាឲ្យឡើងសោយរាជ្យស្នងដែលមានព្រះនាមក្នុងរាជ្យថាព្រះបាទសម្ដេចព្រះរាជឱកាព្រះនរាយរាជារាមាធិបតីព្រះស្រីសូរិយោពណ៌ធម្មឹកមហារាជាធិរាជបរមបពិតបណ្ឌិតជាឥសូរសោយរាជ្យនៅរាជធានីចតុមុខក្នុងឆ្នាំ1463នៃគ្រិស្តសករាជក្នុងរាជព្រះបាទនរាយរាជានេះព្រះអង្គបានជួយឧបត្ថម្ភជូនដីចាក់ទីភ្នំដូនពេញឲ្យធំខ្ពស់បានជាភ្នំមែនទែនហើយព្រះអង្គបានសាងចេតិយមួយយ៉ាងធំសម្រាប់បញ្ចុះព្រះសិរីរិកធាតុរបស់ព្រះពុទ្ធនិងតម្កល់ព្រះអង្គចតុមុខដែលដូនពេញរើសបាននោះហើយព្រះអង្គបានដាក់ឈ្មោះវត្តភ្នំដូនពេញរហូតមកដល់សព្វថ្ងៃនេះ
នៅក្នុងឆ្នាំ1466នៃគ្រិស្តសករាជព្រះបាទពញ្ញាយ៉ាតជាព្រះបិតាសោយទីបង្គត់ទៅដោយជារារោគក្នុងជន្មាយុ70ព្រះវស្សាក្នុងឆ្នាំ1467ព្រះបាទនរារាជាទ្រង់បានបញ្ជាឲ្យសង់ចេតិយមួយនៅចង្កេះភ្នំហើយធ្វើបុណ្យសង្គាយនាចំនួន7ថ្ងៃដើម្បីបញ្ចុះព្រះបរមធាតុព្រះបិតាចេតិយនេះនៅរហូតដល់សព្វថ្ងៃហើយមានអក្សរចារឹកលើថ្មតាមបញ្ជារបស់ព្រះបាទស៊ីសុវត្ថិតម្កល់នៅទីនោះតាំងពីឆ្នាំ1917រហូតមកដល់សព្វថ្ងៃនេះផងព្រះបាទនរារាជាបានដឹកនាំប្រទេសជាតិមានសុខសន្តិភាពរហូតដល់ឆ្នាំ1469ព្រះអង្គក៏ទ្រង់ប្រជញ្ញជាទម្ងន់ហើយសោយទីបង្គត់ទៅព្រះបរមធិធាតុរបស់ព្រះអង្គត្រូវបានព្រះអនុជរបស់ព្រះអង្គគឺព្រះបាទស្រីរាជាទ្រង់យកទៅបញ្ចុះក្នុងចេតិយស្ថិតនៅខាងជើងភ្នំដូនពេញត្រង់ទិសឦសានចេតិយនេះក៏ស្ថិតនៅមកដល់សព្វថ្ងៃដែរហើយត្រូវបានចារឹកអក្សរលើថ្មតាមបញ្ជារបស់ព្រះបាទស៊ីសុវត្ថិតម្កល់នៅទីនោះតាំងពីឆ្នាំ1917រហូតមកដល់សព្វថ្ងៃដែរព្រះរាជាទី3នៅក្នុងសម័យឧដុង្គគឺព្រះបាទស្រីរាជាព្រះបាទស្រីរាជាព្រះរាជបុត្រទី2របស់ព្រះបាទពញ្ញាយ៉ាតដោយសារតែព្រះបាទស្រីសូរិយោទ័យដែលជាបុត្ររបស់ព្រះនរារាជានៅមានប្រជញ្ញវ័យក្មេងពេកទើបព្រះរាជវង្សានុវង្សនិងនាម៉ឺនសពមុខមន្ត្រីបានសូមយាងព្រះបាទស្រីរាជាដែលជាព្រះអនុជព្រះបាទនរារាជាឡើងសោយរាជបន្តដោយមាននាមសម្រាប់រាជថាព្រះរាជអង្ការព្រះស្រីរាមាធិបតីធម្មឹកវរោត្តមបរមមហាចក្រពត្រាធិរាជព្រះបរមនាថមហាបពិតនៅក្នុងឆ្នាំ1471ព្រះបាទស្រីរាជាបានសាងចេតិយនៅជើងភ្នំដូនពេញត្រង់ទិសឦសានដើម្បីធ្វើបុណ្យបញ្ចុះព្រះបរមធិធាតុព្រះបាទនរារាជាចេតិយនេះស្ថិតនៅរហូតដល់សព្វថ្ងៃហើយមានអក្សរចារឹកតាមការបង្គាប់ព្រះរាជបញ្ជារបស់ព្រះបាទស៊ីសុវត្ថិតម្កល់នៅទីនោះតាំងពីឆ្នាំ1917តរៀងមកហើយព្រះបាទស្រីរាជាមានព្រះរាជបុត្រមួយអង្គប្រនាមថាចៅពញាអង្គជាមួយអ្នកម្នាងកេសរព្រះបាទស្រីរាជាព្រះមហាក្សត្រដែលមានស្មារតីជាតិខ្ពស់ណាស់ដោយព្រះអង្គចិញ្ចឹមចិត្តដើម្បីស្ថាបនាប្រទេសជាតិឲ្យថ្កុំថ្កើងឡើងវិញប៉ុន្តែបំណងដ៏ឧត្តមឧត្តមរបស់ព្រះអង្គត្រូវបានវិនាសសាបសូន្យទៅវិញដោយមានវិបត្តិរាជវង្សានុវង្សយ៉ាងធ្ងន់ធ្ងរដូចជាព្រះបាទស្រីសូរិយោទ័យបានដកព្រះកាយចេញពីរាជធានីចតុមុខទៅបង្ករាជអំណាចនៅស្រីសន្ធរទៅវិញចំណែកឯព្រះបាទធម្មរាជាលមោបអំណាចបានទៅពឹងពាក់សៀមឲ្យមកជួយដណ្ដើមវិញខ្លួនបើយោងតាមប្រវត្តិសាស្ត្របានបញ្ជាក់ថាក្រោយពីព្រះបាទនរារាជារាមាធិបតីទ្រង់សោយទីបង្គត់ទៅរាជវង្សានុវង្សសេនាបតីមន្ត្រីតូចធំខ្ញុំនិឆ្ការបានយាងព្រះស្រីរាជាព្រះអនុជបន្ទាប់ឲ្យឡើងសោយរាជស្នងព្រះជេដ្ឋាដោយមានព្រះនាមក្នុងរាជថាព្រះរាជអង្ការព្រះស្រីរាជារាមាធិបតីធម្មឹកវរោត្តមបរមមហាចក្រពត្រាធិរាជព្រះបរមនាថមហាបពិតក្នុងរាជព្រះបាទស្រីរាជារាមាធិបតីនេះវិបត្តិរាជវង្សមួយដ៏ធំគឺការបះបោរដណ្ដើមរាជគ្នាបានកើតឡើងដែលធ្វើឲ្យប្រជារាស្ត្រខ្មែររងទុក្ខវេទនាយ៉ាងខ្លាំងដោយសារសង្គ្រាមស៊ីវិលដែលផ្ទុះឡើងហើយអូសបន្លាយអស់រយៈពេលជាង10ឆ្នាំហើយក្នុងកាលវេលានោះប្រទេសខ្មែរត្រូវចែកចេញជា3ចំណែកហើយមានស្ដេចដែលសុទ្ធតែជាតិសាច់សាលហិតតែមួយសោយរាជដាច់ពីគ្នាទៀតផងឆ្លៀតឱកាសដែលព្រះបាទស្រីរាជាទ្រង់នាំទ័ពចេញទៅធ្វើសឹកសង្គ្រាមវាយដណ្ដើមយកខេត្តមួយចំនួនភាគខាងលិចរបស់ខ្មែរដែលសៀមប្លន់យកពីពេលមុននោះមកវិញហើយទ្រង់ទុកកិច្ចការពាររាជធានីចតុមុខឲ្យមហាឧបរាជធម្មរាជាជាប្អូនមើលការខុសត្រូវនៅពេលនោះព្រះបាទស្រីសូរិយោទ័យជាក្មួយកើតគំនិតក្បត់ចង់ដណ្ដើមរាជហើយក៏បង្កទ័ពរួចវាយសង្កត់យកខេត្តជាច្រើននៅភាគខាងកើត
មហាឧបរាជធម្មរាជាឃើញហេតុមិនសូលដូច្នោះទ្រង់ក៏បញ្ជូនមន្ត្រីចំណិតរបស់ព្រះអង្គឲ្យទៅកាន់កាប់និងការពារខេត្តទាំងឡាយភាគខាងលិចយ៉ាងរឹងមាំរួចញើព្រះរាជសារទៅថ្វាយព្រះបាទស្រីរាជាព្រះរាមឲ្យជ្រាបពីហេតុការណ៍ដែលព្រះបាទស្រីសូរិយោទ័យក្បត់ប៉ុនប៉ងដណ្ដើមរាជនោះនៅពេលព្រះបាទស្រីរាជាដឹងហើយក្រោយពីជ្រាបព័ត៌មាននេះហើយព្រះអង្គក៏ចាត់តាំងមន្ត្រីខ្មែរឲ្យកាន់កាប់ខេត្តដែលវាយដណ្ដើមបានពីសៀមមកវិញរួចព្រះអង្គទ្រង់នាំទ័ពត្រឡប់មកប្រទេសខ្មែរវិញហើយបានមកបោះទ័ពនៅខេត្តអមរាគិរិនតបូស្រុកបរិបូរខេត្តកំពង់ឆ្នាំងសប្តាហ៍ថ្ងៃរួចទ្រង់ចម្លងទ័ពទៅវាយតទល់ជាមួយនឹងទ័ពរបស់ព្រះបាទស្រីសូរិយោទ័យជាក្មួយដែលស្ថិតនៅភាគខាងកើតទន្លេប៉ុន្តែសង្គ្រាមនេះមិនឈ្នះមិនចាញ់ហើយអូសបន្លាយអស់រយៈពេលជាង10ឆ្នាំដែលធ្វើឲ្យប្រជារាស្ត្ររងទុក្ខវេទនាយ៉ាងក្រៃលែងចំណែកខាងព្រះបាទធម្មរាជាវិញជាឧបរាជដោយឃើញសង្គ្រាមអូសបន្លាយយូរអង្វែងផងនិងដោយបានទទួលការញុះញង់ពីមន្ត្រីចំណិតនានារបស់ផងនោះទីបំផុតព្រះអង្គក៏ព្រមប្រកាសឡើងសោយរាជ្យលើទឹកដីខេត្តភាគខាងលិចឈៀងខាងត្បូងដែលព្រះអង្គកាន់កាប់បានហើយដែលធ្វើឲ្យប្រទេសខ្មែរក្នុងពេលនោះត្រូវបែងចែកជា3គឺព្រះបាទស្រីរាជាគ្រងរាជ្យនៅលើទឹកដីភាគឧត្តរទិសនៃប្រទេសខ្មែររាប់ពីខេត្តលង្វែករហូតដល់រយองសុរិន្ទសង្កេសគោកខណ្ឌរហូតទល់នឹងដែនប្រទេសសៀមដោយមានទីតាំងនៅអមរាគិរិនតបូខេត្តកំពង់ឆ្នាំងសប្តាហ៍ថ្ងៃជារាជធានីដោយឡែកព្រះបាទសូរិយោទ័យជាក្មួយទ្រង់គ្រងរាជ្យលើដីភាគខាងកើតឈៀងខាងជើងរាប់ពីទួលបាសានដល់ខេត្តរងដំរីព្រៃនគរលង្ហោជើងបាក់ដែងទៅទល់នឹងប្រទេសចាមដោយយកទួលបាសានជារាជធានីចំណែកឯព្រះបាទធម្មរាជាគ្រងរាជ្យលើដែនដីភាគខាងលិចឈៀងខាងត្បូងនៃប្រទេសរាប់ចាប់ពីចតុមុខដល់កំពតកំពង់សោមបាសាក់ព្រះត្រពាំងបារាឬខេត្តព្រះសូគាប្រមូលសដូនណៃទៅទល់នឹងសមុទ្រដោយយកក្រុងចតុមុខជារាជធានីនៅទីបញ្ចប់រាជរបស់ព្រះអង្គព្រះបាទស្រីរាជារាមាធិបតីទ្រង់ត្រូវបានទ័ពសៀមដែលដឹកនាំដោយព្រះចៅចក្រពត្តិប្រទេសសៀមដែលបានចូលមកធ្វើអន្តរាគមន៍តាមការស្នើសុំរបស់ព្រះបាទធម្មរាជាដែលជាកូនរបស់អ្នកមនាងស៊ីសាងាមជាជាតិសៀមស្រាប់នោះចាប់បញ្ជូនយកទៅស្រុកសៀមជាមួយនឹងព្រះបាទសូរិយោទ័យជាក្មួយហើយព្រះអង្គទ្រង់សោយទីវង្គតនៅប្រទេសសៀមនោះឯកសារខ្លះថាសគត់នៅតាមផ្លូវរីឯព្រះរាជបុត្ររបស់ព្រះអង្គប្រណីមថាចៅពញាអង្គត្រូវព្រះចៅសៀមរក្សាទុកជាបុត្រចិញ្ចឹមរបស់ព្រះអង្គព្រះបាទស្រីរាជាទ្រង់ឡើងសោយរាជ្យនៅឆ្នាំ1469ហើយទ្រង់សោយទីវង្គតនៅឆ្នាំ1485នៃគ្រិស្តសករាជព្រះមហាក្សត្រទី4នៅក្នុងសម័យឧដុង្គគឺព្រះបាទព្រះមហាក្សត្រទី4នៅក្នុងសម័យចតុមុខគឺព្រះបាទធម្មរាជាគ្រិស្តសករាជ1485-1504នៅឆ្នាំ1485ស្ដេចសៀមដែលសោយរាជ្យនៅរាជធានីអយុធ្យាបានយល់ព្រមតាមសំណូមពររបស់ព្រះបាទធម្មរាជាហើយបានបញ្ជាឲ្យលើកទ័ពចូលមកប្រទេសខ្មែរដើម្បីជួយធ្វើសង្គ្រាមដណ្ដើមរាជ្យជូនព្រះបាទធម្មរាជានៅកំឡុងពេលធ្វើសង្គ្រាមនោះព្រះបាទស្រីរាជាយល់ឃើញថាប្រជារាស្ត្របាននឿយណាយនឹងសង្គ្រាមខ្លាំងពេកហើយនោះព្រះបាទស្រីរាជាក៏បានសម្រេចចិត្តចូលមកផ្សះផ្សាបញ្ចប់សង្គ្រាមចំណែកឯខាងព្រះបាទស្រីសូរិយោទ័យវិញដោយពួកទាហានពុំចង់ច្បាំងតទៅទៀតព្រះអង្គក៏បង្ខំចិត្តចូលរួមចរចាបញ្ចប់សង្គ្រាមដែរជាដំណោះស្រាយស្ដេចសៀមបានចាប់យកព្រះបាទស្រីរាជានិងព្រះបាទស្រីសូរិយោទ័យ
ទៅរាជធានីអយុធ្យានិងទុកនាយគង់ឲ្យនៅថែរក្សាក្រុងចតុមុខគ្រានោះព្រះបាទធម្មរាជាដែលទៅឈរជើងនៅនគរវត្តបានថយទៅនៅបាភ្នំដើម្បីលើកទ័ពវាយដណ្ដើមយកចតុមុខមកវិញហើយសោយរាជដែលមានព្រះនាមសម្រាប់រាជថាព្រះបាទសម្ដេចព្រះរាជអង្គការព្រះធម្មរាជាមហាចក្រពត្តិត្រាធិរាជព្រះបាទធម្មរាជាបានអភិសេកឡើងសោយរាជសម្បត្តិនៅឆ្នាំ1486ហើយប្រទេសខ្មែរក៏បានសុខសាន្តរហូតដល់ឆ្នាំ1504ព្រះអង្គក៏ទ្រង់សោយទីបង្គត់ទៅព្រះបាទធម្មរាជាព្រះអង្គមានបុត្រពីរព្រះអង្គគឺព្រះបាទស្រីសុគន្ធបុត្របុត្ររបស់អ្នកមនាងបាននិងព្រះបាទច័ន្ទរាជាបុត្រអ្នកមនាងពេញបុប្ផាទី5ព្រះបាទស្រីសុគន្ធបុត្រព្រះបាទស្រីសុគន្ធបុត្រ1504-1512នៅពេលព្រះបាទធម្មរាជាសោយទីបង្គត់ទៅនៅក្នុងឆ្នាំ1504បុត្រច្បងរបស់ព្រះបាទធម្មរាជាគឺចៅពញាដាមខត្តរាជាបានសោយរាជស្នងដោយមានព្រះនាមសម្រាប់រាជថាព្រះបាទស្រីសុគន្ធបុត្រគង់នៅរាជធានីចតុមុខមង្គលបន្តិចក្រោយមកព្រះអង្គសពប្រតិយលើករាជធានីទៅតាំងនៅទួលបាសានវិញដោយព្រះអង្គទ្រង់ឆ្វេងយល់ថាទីនោះជាចំណុចយុទ្ធសាស្ត្រមួយមានឧបសគ្គធម្មជាតិព្រៃបឹងនិងទន្លេស្រួលការពារខ្លួនជាងរាជធានីចតុមុខរីឯព្រះអនុជនាមពញាច័ន្ទរាជាត្រូវបានតែងតាំងជាមហាឧបរាជនៅក្នុងឆ្នាំ1508ហើយចាត់ឲ្យនៅការពាររាជធានីចតុមុខនិងមើលការខុសត្រូវលើអាណាខេត្តនៅត្រើយខាងលិចនៅរាជធានីទួលបាសានព្រះបាទស្រីសុគន្ធបុត្របានសពរាជហឫទ័យនឹងនារីម្នាក់ឈ្មោះនាងសដែលមានបិតាឈ្មោះពិជ័យនាគនិងមានមាតាឈ្មោះបាននិងមានប្អូនប្រុសម្នាក់ឈ្មោះថានីកនបន្ទាប់មកបានតែងតាំងនាងសជាស្នំឯកចំណែកឯនីកនមានឋានៈជាមហាថ្លឹកបើយោងតាមប្រវត្តិសាស្ត្របញ្ជាក់ថាក្រោយពីព្រះបាទសម្ដេចព្រះរាជអង្គការព្រះធម្មរាជាទ្រង់ចូលទីបង្គត់ទៅចៅពញាដាមខត្តរាជាព្រះរាជបុត្រច្បងរបស់ព្រះអង្គទ្រង់ឡើងសោយរាជស្នងដោយមានព្រះនាមក្នុងរាជថាព្រះបាទស្រីសុគន្ធបុត្រគង់នៅរាជធានីចតុមុខមិនយូរប៉ុន្មានដោយព្រះអង្គយល់ថាទួលបាសានជាទីឋានដែលព្រះអាយកោរបស់ព្រះអង្គគឺព្រះបាទពញាយ៉ាតបានរៀបចំយកជាកន្លែងហាត់វឹកវើនកងទ័ពនោះមានជ័យភូមិល្អព្រះបាទស្រីសុគន្ធបុត្រក៏ទ្រង់សពរាជហឫទ័យបដូររាជធានីពីចតុមុខទៅតាំងនៅទួលបាសាននោះវិញព្រះអង្គទ្រង់តែងតាំងព្រះអនុជពញាច័ន្ទរាជាដែលមានទូនីតិជាមហាឧបរាជឲ្យគង់នៅការពាររាជធានីចតុមុខនិងមើលការខុសត្រូវលើអាណាខេត្តភាគខាងលិចផងដែរនៅក្នុងរាជរបស់ព្រះអង្គព្រះបាទស្រីសុគន្ធបុត្រត្រូវបាននីកនជាប្អូនថ្លៃដែលជាអនាគតស្ដេចគ្រងរាជបន្ទាប់ពីព្រះអង្គបះបោរដណ្ដើមរាជក្នុងរាជជពង់សាវតាសរសេរថាស្ដេចសោយរាជគឺព្រះបាទស្រីសុគន្ធបុត្រទ្រង់សុបិនឃើញនាគរាជមួយដេញខំព្រះអង្គហើយពំយកទាំងស្វេតឆ័ត្ររបស់ព្រះអង្គទៅបាត់ផងដែរពួកហោរាបានទាយពីសិបនិថាអាចនឹងមានកោលាហលកើតឡើងបង្កឡើងដោយព្រះស្ដេចកនដែលកើតនៅក្នុងឆ្នាំរោងគឺឆ្នាំនាគនោះឯងព្រះបាទស្រីសុគន្ធបុត្រដែលជឿថាព្រះគ្រោះរបស់ព្រះអង្គកើតឡើងពីនាយកនក៏ទ្រង់ពិភាក្សាជាមួយមន្ត្រីចំណិតព្រះអង្គដោយសម្ងាត់ដើម្បីរកល្បិចបំផ្លាញស្ដេចកនឲ្យបានមុនប៉ុន្តែជាអកុសលអបាយកលនេះត្រូវបាននាងសឬក៏កេសរបុប្ផាជាស្នំឯករបស់ព្រះអង្គនិងត្រូវជាបងបង្កើតរបស់ស្ដេចកនលបស្ដាប់បានហើយលួចដល់ដំណឹងទៅឲ្យស្ដេចកនមុនផែនការសម្រាប់ស្ដេចកននោះគឺគេបានប្រើល្បិចមួយដែលអាចធ្វើឲ្យគេឯងគិតថានាយកនលងទឹកស្លាប់ដើម្បីបំបិទសាច់រឿងនោះចោលតែម្ដងថ្ងៃមួយព្រះបាទស្រីសុគន្ធបុត្រជាស្ដេចផែនដីធ្វើល្បិចជាយាងចេញទៅបង់សំណាញ់កំសាន្ត
សំណាញ់របស់ព្រះអង្គបងនោះជាប់សម្រះឈើលើកពំរួចហើយក៏ប្រើឲ្យនាយកនឲ្យចុះមុជទឹកទៅដោះសំណាញ់នោះពីសម្រះរួចហើយមន្ត្រីដែលហែហោមព្រះអង្គក៏ព្រួតគ្នាបងសំណាញ់ជាច្រើនឆ្ពោះទៅត្រង់កន្លែងដែលស្ដេចកនលោតចុះទឹកនោះក្នុងគោលបំណងធ្វើឲ្យនាយកនជាប់ជំពាក់ជាមួយនឹងសំណាញ់មិនអាចហែលទឹកបានហើយក៏លងស្លាប់ទៅតែដោយបានដឹងពីល្បិចកលនេះមុននាយកនបានមុជទឹកគេចរួចផុតពីការប៉ុនប៉ងសម្លាប់នោះដោយមាននាគរាជមួយមកពាត់កណ្ដាលខ្លួនព្រះស្ដេចកនហើយនាំហែលរត់គេចយ៉ាងរហ័សបំផុតអំពីសំណាញ់ដែលមន្ត្រីបងទាំងនោះលុះបានចាក់ផុតពីគ្រោះថ្នាក់ហើយនាយកនបានភៀសខ្លួនទៅដល់បាភ្នំហើយខំកេណ្ឌទ័ពដោយប្រើល្បិចប្រាប់រាជថាខ្លួនត្រូវស្ដេចផែនដីគឺព្រះបាទស្រីសុគន្ធបុត្រប្រើឲ្យមកកេណ្ឌទ័ពដើម្បីទៅវាយកម្ចាត់ពញាច័ន្ទរាជាជាឧបរាជនិងជាព្រះអនុជដែលមានចិត្តក្បត់ចង់ឡើងសោយរាជ្យនៅឯរាជធានីចតុមុខវិឃោសនារបស់ស្ដេចកននេះបានឮទៅដល់ពញាច័ន្ទរាជាជាឧបរាជព្រះអង្គទ្រង់ជឿថាមានហេតុភេទមិនត្រួលមែនក៏ភៀសប្រកាយទៅស្រុកសៀមហើយសូមជ្រកកោននឹងស្ដេចសៀមទៅចំណែកឯព្រះបាទស្រីសុគន្ធបុត្រពេលដែលដឹងថាព្រះអនុជច័ន្ទរាជាភៀសទៅសៀមដោយចាញ់កលល្បិចសម្ដីឃោសនារបស់ស្ដេចកនដើម្បីបំបែកបំបាក់ប្អូនពីព្រះអង្គដូច្នោះព្រះអង្គទ្រង់តូចព្រះទ័យណាស់ហើយទ្រង់ក៏ប្រមូលទ័ពបំរុងការពារព្រះនគរទាំងមូលស្ដេចកនក្រោយពីកេណ្ឌទ័ពបានច្រើនហើយក៏ចាប់វាយលុកចូលរាជធានីទួលបាសានព្រះរាជាទ្រង់លើកទ័ពតទល់ផ្ទាល់ព្រះអង្គតែត្រូវបរាជ័យហើយទ្រង់ថយទៅកេណ្ឌទ័ពបន្ថែមនៅរាជធានីចតុមុខតែត្រូវស្ដេចកនវាយបែកបន្ទាយចតុមុខនោះទៀតលុះដូច្នោះហើយព្រះបាទស្រីសុគន្ធបុត្រកាលបើទទួលបរាជ័យនៅចតុមុខហើយព្រះអង្គក៏ដកថយទៅតាំងបន្ទាយនៅស្រុកលង្វែកតែក្រោយមកបន្ទាយនៅលង្វែកនោះក៏បែរជាស្ដេចកនវាយបែកទៀតព្រះអង្គក៏ថយទ័ពទៅគង់នៅស្រុកអមរិន្ទព្រះបូរខេត្តកំពង់ឆ្នាំងរួចទីបំផុតក៏ឆ្លងទៅគង់នៅក្នុងបន្ទាយស្ទឹងសែនក្នុងស្រុកអាសន្ទុកក្នុងគ្រិស្តសករាជ1512គឺនៅក្នុងបន្ទាយស្ទឹងសែនក្នុងឆ្នាំ1512នោះហើយដែលបកពួករបស់ស្ដេចកនឈ្មោះអោកម៉ឺនសរិនកែវប្រើអបាយកលសម្រាប់ព្រះបាទស្រីសុគន្ធបុត្រជាស្ដេចផែនដីបានតាមដំណើររឿងគឺថាដំបូងអោកម៉ឺនសរិនកែវធ្វើលេសជាក្បត់ស្ដេចកនហើយត្រូវស្ដេចកនដាក់ទោសប្រហារជីវិតបន្ទាប់មកក៏ប្រើល្បិចឲ្យទាហាន200នាក់ទៅវាយរំដោះយកអោកម៉ឺនសរិនកែវឲ្យរួចផុតពីកណ្ដាប់ដៃស្ដេចកនរួចនាំគ្នាមកសុំចុះចូលជាមួយនឹងស្ដេចផែនដីគឺព្រះបាទស្រីសុគន្ធបុត្រក្នុងពេលដែលស្ដេចកនលើកទ័ពវាយសន្ធប់យកបន្ទាយស្ទឹងសែនក្នុងខេត្តអាសន្ទុកនេះពួកខ្មាំងបង្កប់ក្រោមបញ្ជារបស់អោកម៉ឺនសរិនកែវនេះក៏ឆក់ឱកាសធ្វើគុតស្ដេចផែនដីបានក្នុងពេលនោះតែម្ដងទៅព្រះបាទស្រីសុគន្ធបុត្រទ្រង់ឡើងសោយរាជ្យនៅក្នុងឆ្នាំ1504នៃគ្រិស្តសករាជហើយទ្រង់សោយទីវង្គតក្នុងសង្គ្រាមជ្រែករាជ្យរបស់ស្ដេចកនក្នុងឆ្នាំ1512នៅខេត្តអាសន្ទុករីឯព្រះរាជបុត្ររបស់ព្រះអង្គជាមួយអ្នកមនាងកេសោបុប្ផាដែលត្រូវជាបងស្រីរបស់ព្រះស្ដេចកនមានឈ្មោះថាពញាយុះរាជាបានភៀសខ្លួនទៅជ្រកកោនឯប្រទេសសៀមរស់នៅជាមួយនឹងព្រះច័ន្ទរាជាជាព្រះបេតុលាទី6គឺព្រះបាទស្រីជាតិថាឬក៏លួងព្រះស្ដេចកនស្ដេចកនត្រូវបានគេចាត់ទុកថាជាស្ដេចដ៏មានបញ្ញាញាណមួយព្រះអង្គដែលបានកសាងរាជធានីរឹងមាំហើយធ្វើឲ្យស្រុកទេសមានសុខសន្តិភាពហើយប្រជាជនរាស្ត្រសម្បូរសប្បាយនៅចន្លោះឆ្នាំ1512ដល់ឆ្នាំ1526
ក្រោយពីធ្វើសង្គ្រាមជ្រែករាជបានចេញជំនះហើយស្ដេចកនបានប្រកាសខ្លួនជាព្រះមហាក្សត្រនៃប្រទេសកម្ពុជាដោយមាននាមថាព្រះស្រីចេថាធិរាជរាមាធិបតីគង់នៅក្នុងក្រុងស្រីសឈរហើយក្រោយមកនៅក្នុងឆ្នាំ1514ព្រះអង្គបានកសាងរាជធានីថ្មីមួយទៀតនៅចន្លោះត្បូងឃ្មុំនិងខេត្តបាភ្នំត្រង់ភូមិស្រឡប់ដែលព្រះអង្គទ្រង់ប្រទាននាមថាក្រុងស្រឡប់វិជ័យព្រៃនគរ3ឆ្នាំក្រោយមករាជធានីនេះមានប្រជារាស្ត្ររស់នៅកុះកកាន់តែច្រើនឡើងជាងរាជធានីចាស់បុរាណប្រទេសជាតិបានទទួលសុខសន្តិភាពហើយពួកបរទេសជាច្រើនបានចូលមកធ្វើទំនាក់ទំនងខាងពាណិជ្ជកម្មប្រាក់ស្លឹងសញ្ញារូបនាគត្រូវបានគេបោះពុម្ពឲ្យប្រើប្រាស់ពាសពេញផ្ទៃប្រទេសដើម្បីសម្រួលវិស័យពាណិជ្ជកម្មក្នុងនិងក្រៅប្រទេសប្រជានុរាស្ត្រមានជីវភាពខ្ពស់ជាងមុនដោយសារវិធានការមួយចំនួនរបស់ស្ដេចកនដូចជាបន្ធូរបន្ថយពន្ធដារបន្ថយការពិន័យព្រមទាំងកែប្រែច្បាប់ព្រហ្មទណ្ឌឲ្យមានលក្ខណៈធូរស្រាលជាងមុនជាដើមរដ្ឋវិទូខ្លះបានសង្កត់សេចក្តីថានៅសម័យនោះអាណាប្រជានុរាស្ត្របានសុខសប្បាយសបាយថែមទៀតផងសង្គ្រាមរំដោះទឹកដីនិងចំនួនផ្ទៃក្នុងសម័យចតុមុខសង្គ្រាមទី1គឺសង្គ្រាមរំដោះយកអាណាខេត្តខ្មែរនិងពីទិសខាងលិចពីសៀមមកវិញព្រះបាទស្រីរាជាព្រះអនុជព្រះបាទនារីរាជាបុត្រច្បងនៃព្រះបាទពញ្ញាយ៉ាតក្រោយពីឡើងស្នងរាជនៅក្នុងគ្រិស្តសករាជ1469មកពាណិជ្ជការតែងតែចិញ្ចឹមចិត្តដឹកនាំប្រទេសជាតិឲ្យបានកំកើងរុងរឿងសប្បាយសប្បាយព្រះអង្គមានមនសិការជាតិខ្ពស់ស្ដាយស្រណោះទឹកដីប៉ែកខាងលិចដែលបានបាត់បង់ដោយសៀមរឹបអូសលេបត្របាក់យកកន្លងផុតទៅព្រះអង្គទ្រង់បានរៀបចំចាត់តាំងអាជ្ញាធរខេត្តក្រុងស្រុកឃុំឲ្យមាំមួននិងបានកសាងកម្លាំងទ័ពទាំងជើងគោកជើងទឹកព្រមទាំងភស្តុភារសឹកស្បៀងនិងទ័ពបំរុងឲ្យខ្លាំងពូកែនិងស្ទាត់ជំនាញទៀតផងនៅក្នុងឆ្នាំ1475ព្រះបាទស្រីរាជាបានប្រកាសធ្វើចម្បាំងរំដោះយកទឹកដីខ្មែរដែលសៀមយកក្នុងរាជការព្រះរាជាមុនមកវិញទ្រង់បានដឹកនាំទ័ពដោយព្រះអង្គឯងហើយចាត់តាំងព្រះស្រីសុរិយោទ័យជាក្មួយឲ្យកម្លាំងទ័ពនិងប្រមូលស្បៀងឧបត្ថម្ភសមរភូមិមុខរីឯព្រះបាទធម្មរាជាដែលជាឧបរាជនិងជាព្រះអនុជត្រូវបានចាត់តាំងឲ្យនៅថែរក្សារាជធានីចតុមុខកងទ័ពជាតិខ្មែរដឹកនាំដោយព្រះរាជាផ្ទាល់បានលើកសម្ដៅទៅទិសខាងលិចហើយបានកម្ចាត់ពួកសៀមឈ្លានពានឲ្យគេចចេញផុតពីទឹកដីខ្មែររួចកាន់កាប់អាណាខេត្តទាំងអស់នោះដែលសៀមបានលេបយកដូចជានគររាជសីមាបស្ចឹមបុរីរយ៉ងនិងចន្ទបុរីព្រះរាជាទ្រង់សប្បាយរីករាយណាស់ដោយឃើញរាស្ត្រខ្មែរដែលរស់នៅទីនោះបានងើបឡើងពួតដៃកម្លាំងគ្នានឹងកងទ័ពជាតិដើម្បីកម្ចាត់សត្រូវលេបទឹកដីឲ្យអស់ពីមាតុភូមិជោគជ័យដ៏ត្រចះត្រចង់នៃចម្បាំងនេះបានជំរុញឲ្យព្រះរាជាខ្មែរសម្រេចប្រតិយវាយកំទេចកម្លាំងទ័ពសៀមឲ្យអស់រលាយផុតក្នុងពេលនោះតែម្ដងក្រោយពីសម្រេចប្រតិយដូច្នេះហើយព្រះអង្គក៏រៀបក្បួនទ័ពវាយលុកចូលរហូតដល់ក្រុងអយុធ្យាទីក្រុងអយុធ្យាត្រូវបានឡោមព័ទ្ធព្រះអង្គទ្រង់ប្រាថ្នារំលាយរាជធានីនោះចោលប៉ុន្តែពេលនោះដោយអុកញ៉ាចក្រីមនដែលជាប្រមុខទ័ពបានទទួលមរណភាពក្នុងសមរភូមិបន្ទាប់ពីត្រូវរបួសជាទម្ងន់និងដោយកងទ័ពខ្មែរថមថយកម្លាំងផងផែនការរំលាយរាជធានីសៀមក៏ត្រូវបានអាក់ខានទន្ទឹមនឹងនោះដែរវិបត្តិរាជវង្សខ្មែរក៏ផ្ទុះឡើងដូចនេះផែនការ
វាយយកនឹងកំទេចក្រុងសៀមត្រូវរលាយអស់ទៅវិញទី2អន្តរាគមរបស់ស្ដេចសៀមនៅក្នុងវិបត្តិរាជវង្សខ្មែរតាមក្បួនរាជពង្សសាវតាផ្សេងសុទ្ធតែបាននិយាយអំពីអន្តរាគមរបស់សៀមក្នុងចំនួនរវាងស្ដេចខ្មែរប៉ុន្តែរបៀបធ្វើអន្តរាគមនោះឃើញថាមានបែបផែនខុសៗគ្នាទៅវិញ4ខ្លះបញ្ជាក់ថាគឺព្រះបាទធម្មរាជាដែលត្រូវជាបុត្ររបស់អ្នកមនាងសៀមស្រងាមនោះឯងដែលទៅពឹងកម្លាំងសៀមដើម្បីដោះស្រាយបញ្ហាចម្បាំងក្នុងគ្រួសារផងនិងដើម្បីបានសោយរាជ្យតែម្នាក់ឯងផងនៅពេលដែលព្រះបាទស្រីរាជាជាប់ដៃប្រយុទ្ធនៅសមរភូមិឯនោះព្រះអង្គម្ចាស់ស្រីសូរិយោទ័យជាក្មួយរបស់ព្រះអង្គបុត្រព្រះនរេរាជាមានគំនិតចង់ក្បត់ហើយគេចខ្លួនចេញពីរាជធានីចតុមុខទៅបំបះបំបោប្រជារាស្ត្រនៅត្រើយខាងកើតទន្លេធំទន្លេមេគង្គក្សត្រអង្គនេះបានបង្កទ័ពវាយដណ្ដើមយកខេត្តជាច្រើនមកត្រួតត្រាមានខេត្តស្រីសឈរបងឃ្មុំបាភ្នំដន័យជាដើមឡាបន្ទាប់មកកងទ័ពស្រីសូរិយោទ័យបានទន្ទ្រានយកខេត្តខាងជើងខ្លះបានទៀតដូចជាកំពង់សៀមស្ទឹងត្រង់ជើងព្រៃបារាយជាដើមបណ្ដាខេត្តដែលកងទ័ពស្រីសូរិយោទ័យវាយទន្ទ្រានយកបានត្រូវបានបង្កើតជាតំបន់អបគមមួយដែលមានឈ្មោះថាអាណាចក្រខ្មែរខាងកើតដែលមានរាជធានីនៅស្រីសឈរលុះបានកាន់កាប់ទឹកដីមួយភាគធំរួចហើយព្រះបាទស្រីសូរិយោទ័យបានប៉ុនប៉ងរៀបទ័ពចេញទៅទប់ស្កាត់ផ្លូវព្រះបាទស្រីរាជាជាម្ចាស់ទឹកដីថែមទៀតផងរីឯព្រះបាទពញាធម្មរាជាដែលជាឧបរាជនៅថែរក្សារាជធានីចតុមុខបានថ្វាយព្រះព័រមានសពគ្រប់ទៅដល់ព្រះស្រីរាជាព្រមទាំងស្នើសុំឲ្យព្រះអង្គនាំទ័ពលើកទៅវាយខ្ទប់ទ័ពក្បត់ស្រីសូរិយោទ័យពីខាងជើងមកវិញដោយទទួលព័ត៌មាននេះព្រះបាទស្រីរាជាក៏បានចាត់តាំងកងទ័ពឲ្យថែរក្សាទឹកដីខាងលិចសម្រាប់ទប់ទល់នឹងកងទ័ពសៀមហើយព្រះអង្គក៏លើករេពលមួយចំនួនមកធ្វើសង្គ្រាមជាមួយនឹងព្រះស្រីសូរិយោទ័យវិញតាមផែនការចម្បាំងស្នើសុំឡើងដោយពញាធម្មរាជាមកដល់ខេត្តបរិបូរព្រះអង្គទ្រង់បានបញ្ជូនកងទ័ពឆ្លងទន្លេទៅត្រើយខាងជើងហើយក៏បានបើកការវាយបណ្ដេញទ័ពបះបោឲ្យបាក់រត់ចេញពីអាណាខេត្តខាងជើងថយមកនៅត្រើយខាងកើតទន្លេមេគង្គវិញបន្ទាប់មកព្រះអង្គបានសង់បន្ទាយបោះទ័ពគង់នៅក្នុងខេត្តកំពង់សៀមត្រៀមធ្វើសឹកសង្គ្រាមបន្តទៀតក្នុងគណៈនោះដែរពញាធម្មរាជាក៏បង្ហាញពុទ្ធបុត្ររបស់ខ្លួនឲ្យឃើញជាក់ស្ដែងដោយបញ្ជូនរាជវង្សានុវង្សព្រមទាំងព្រះរាជទ្រព្យខ្លះទៀតក្រៅពីលំពែងនិងប្រខ័នរាជទៅថ្វាយព្រះបាទស្រីរាជាហើយនឹងរៀបចំទ័ពមាំមួនការពារកុំឲ្យទ័ពក្មួយជ្រៀតចូលមកលើដែនដីដែលខ្លួនហួងហែងនោះបានការបែកបាក់គ្នានិងចម្បាំងរាំងជលឥតឈប់ឈររវាងរាជវង្សានុវង្សខ្មែរនាពេលនោះបានផ្ដល់ផលវិបាកយ៉ាងអាក្រក់ដល់សង្គមខ្មែរដូចជាចោរកម្មការប្លន់និងការកាប់សម្លាប់គ្រោះទុរភិក្សជំងឺរាតត្បាតជាដើមឡានៅឆ្នាំ1485ព្រះធម្មរាជាដោយមានបំណងចង់សោយរាជ្យតែម្នាក់ឯងបានលបលួចទៅតាក់ទងសម្ងាត់ជាមួយស្ដេចសៀមដើម្បីស្នើសុំជំនួយកម្លាំងយោធាពីស្ដេចសៀមស្ដេចសៀមសពរាជហឫទ័យយ៉ាងខ្លាំងហើយព្រមព្រៀងតាមសំណើព្រះបាទធម្មរាជាដោយបានបញ្ជូនកម្លាំងទ័ពសៀមមកក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងន័យចូលមកសម្រុះសម្រួលព្រះរាជាខ្មែរទាំង3ព្រះអង្គដែលកំពុងទាស់ទែងគ្នាក្នុងពេលកងទ័ពសៀមចូលមកក្រុងចតុមុខព្រះធម្មរាជាក៏បានរៀបចំទទួលយ៉ាងឥតគិតហើយយាងព្រះចៅចក្រពត្តិត្រាធិរាជចូលគង់ក្នុងដំណាក់វាំងភ្នំដូនពេញបន្ទាប់មកសេនាបតីខ្មែរសៀមក៏ចាប់ផ្ដើមប្រឹក្សាអំពីផែនការចម្បាំងកម្ចាត់ព្រះបាទស្រីរាជានិងព្រះបាទស្រីសូរិយោទ័យ
កាលបើដឹងពីសម្ព័ន្ធភាពធម្មរាជានឹងស្ដេចសៀមចក្រពត្តិត្រាធិរាជមកហើយព្រះបាទស្រីរាជាក៏កោះទីប្រឹក្សាទាំងអស់មកជំនុំពិភាក្សាគ្នាភ្លាមព្រះបាទស្រីរាជាទ្រង់ជ្រាបយល់ថាត្រូវចងមេត្រីភាពវិញជាមួយជាការគួរព្រោះកម្លាំងខ្មែរបែកបាក់គ្នាអស់ហើយហើយបណ្ដាលប្រជារាស្ត្រទៀតសោតក៏រងគ្រោះនឹងនឿយណាយក្នុងសង្គ្រាមផងដែរពេលនោះព្រះអង្គប្រជុំបានសម្រេចយកផ្លូវចរចាបញ្ចប់ចម្បាំងប៉ុន្មានថ្ងៃក្រោយមកកងទ័ពសៀមខ្មែរចេញពីចតុមុខក៏មកដល់កំពង់សៀមហើយឡោមព័ទ្ធបន្ទាយព្រះបាទស្រីរាជាជុំចិត្តទាំងអស់ពេលនោះអុកញ៉ាក្រឡាហោមបឹងក៏ចេញទៅជួបព្រះចៅចក្រពត្តិត្រានិងពញាធម្មរាជាដើម្បីទូលពីបំណងនៃព្រះបាទស្រីរាជាដែលចង់សុំចងស្ពានមានមេត្រីភាពបញ្ចប់សង្គ្រាមព្រះរាជាទាំងពីរអង្គត្រេកអរជាខ្លាំងហើយក៏សូមយាងព្រះបាទស្រីរាជាមកប្រថាប់ក្នុងព្រះពន្លារួចហើយស្ដេចទាំង3អង្គបានលើករាពលចេញពីកំពង់សៀមមកតាំងនៅឧដុង្គដើម្បីរួមពិភាក្សាបញ្ចប់សង្គ្រាមផ្ទៃក្នុងនេះក្នុងឱកាសបើកិច្ចចរចាជាដំបូងព្រះបាទធម្មរាជាបានស្នើសុំឲ្យព្រះចៅសៀមធ្វើជាចៅក្រមផ្សះផ្សាទំនាស់ក្នុងព្រះរាជវង្សខ្មែរស្ដេចសៀមព្រះចៅចក្រពត្តិត្រាក៏យល់ព្រមហើយសម្រេចយកព្រះបាទស្រីរាជានិងស្រីសុរិយោទ័យទៅគង់នៅឯក្រុងអយុធ្យានៅប្រទេសសៀមចាប់ពីពេលនោះមកប្រទេសកម្ពុជាបានសុខសន្តិភាពឡើងវិញព្រះបាទធម្មរាជាត្រូវបានស្ដេចសៀមរៀបចំអភិសេកជាព្រះមហាក្សត្រក្រុងកម្ពុជាក្នុងឆ្នាំ1486នៅរាជធានីចតុមុខក្រោយពីបានជួយធ្វើអន្តរាគមន៍ផ្សះផ្សាទំនាស់ក្នុងរាជវង្សខ្មែរមកហើយស្ដេចសៀមបានទាមទារយកខេត្តដែលព្រះបាទស្រីរាជាទើបបំដោះបាននោះទៅវិញទាំងអស់ដោយឈឺចិត្តចាញ់អបាយកលធម្មរាជាខ្លាំងពេកព្រះបាទស្រីរាជាក៏ទ្រង់ប្រជូនរួចសុគតនៅឯរាជធានីអយុធ្យាដោយបន្សល់ទុកពញាអង្គជាបុត្រញើនឹងព្រះចៅសៀមមួយឆ្នាំកន្លងមកទៀតព្រះស្រីសុរិយោទ័យក៏ទ្រង់ចូលទីវង្គតទៀតដែរសង្គ្រាមស្ដេចកនជ្រៃរាជព្រះបាទធម្មរាជាចូលទីវង្គតនៅឆ្នាំ1504ហើយព្រះរាជបុត្រច្បងរបស់ព្រះអង្គបានឡើងសោយរាជស្នងព្រះអង្គដោយតែងតាំងព្រះអនុជអង្គច័ន្ទជាព្រះមហាឧបរាជក្រោយពីឡើងគ្រងរាជសម្បត្តិរួចហើយព្រះបាទស្រីសុគន្ធបុត្រទ្រង់សពរាជហឫទ័យទៅគង់នៅរាជវាំងទួលបាសានស្រុកស្រីសយឈរពលគឺស្រុកស្រីសន្ធរសប្តាហ៍ថ្ងៃឯព្រះមហាឧបរាជអង្គច័ន្ទទ្រង់ឲ្យគង់នៅក្រុងចតុមុខនៅឯរាជវាំងទួលបាសានព្រះបាទស្រីសុគន្ធបុត្រសពរាជហឫទ័យប្រពៀតបឹងបងសំណាញ់កំសាន្តនិងយាងចូលព្រៃបរបាញ់សត្វនៅទីនោះហើយដែលព្រះអង្គទ្រង់ប្រតិព័ទ្ធទៅលើរូបនាងពៅបុត្រីរបស់ពិជ័យនាគឯកសារខ្លះថាឈ្មោះនាងសនិងនាងបានក្រោយមកទ្រង់បានលើកនាងពៅជាស្នំឯកឯប្អូននាងពៅឈ្មោះកនទ្រង់តែងតាំងជាមហាកលិកនិងក្រោយមកទ្រង់ដំឡើងស័ក្តិជានាយកនជាគុនលួងព្រះស្ដេចចំពោះសង្គ្រាមជ្រែករាជរបស់ស្ដេចកននិងព្រះបាទស្រីសុគន្ធបុត្រដោយដែលខ្ញុំបានរៀបរាប់ពីខាងលើរួចហើយតទៅនេះខ្ញុំនឹងនិយាយអំពីសង្គ្រាមរវាងស្ដេចកននិងព្រះអង្គច័ន្ទឬក៏ព្រះបាទច័ន្ទរាជាវិញម្ដងព្រះអង្គច័ន្ទដែលបានភៀសព្រះអង្គទៅប្រទេសសៀមអស់រយៈពេល8ឆ្នាំមកហើយនោះក៏មិនខុសអ្វីពីក្សត្រខ្មែរដទៃទៀតដែរក្រោមការឧបត្ថម្ភពីស្ដេចសៀមព្រះអង្គទទួលភាពប្រណិតនៅក្នុងជីវភាពរស់នៅទ្រង់មានភារកិច្ចជាអ្នកទាក់ដំរីឲ្យព្រះចៅចក្រពត្តិសៀមនៅក្នុងឆ្នាំ1516ព្រះអង្គច័ន្ទខិតខំរិះរកគ្រប់មធ្យោបាយចូលមកដណ្ដើមរាជពីស្ដេចកនវិញមុននឹងយាងចូលព្រះនគរវិញព្រះអង្គចូលជួបពញាអង្គត្រូវជាញាតិវង្សដែលមានព្រះអាយកោមួយជាមួយគ្នាទ្រង់ជាបុត្រព្រះស្រីរាជាទ្រង់ទូលសួរថាអ្នកបងលែងគិតស្រុកយើងហើយឬ
បានជាគង់នៅប្រងើយមិនអើពើនឹងរឿងអាក្បត់ឈ្មោះកនយករាជសម្បត្តិបានដូចនេះទ្រង់ពុំស្ដាយព្រះរាជវង្សមហាក្សត្រនិងព្រះនគរទេឬព្រះពញាអង្គទ្រង់ឆ្លើយថាអូនអើយបងមកនៅក្នុងក្រុងទេពនេះជាឆ្លើយរបស់ព្រះពុទ្ធចៅទេព្រះពុទ្ធចៅស្ដេចពុំយកទោសបងស្ដេចប្រោសឲ្យបងទ្រង់ស្រុកសវណ្ណលោកនេះជាខេត្តធំស្មើនឹងខេត្តព្រះរាជបុត្រទៅហើយបងបានប៉ុណ្ណេះហើយក៏បងបានសុខណាស់ទៅហើយដែរបើបងបានសុខដូចនេះហើយបងនឹងគិតរកសុខឯណាទៀតទៅចំណែកឯស្រុកខ្មែរវិញបងលែងនឹករលឹកអាឡោះអាល័យហើយតាមតែអ្នកអូនគិតគូរទៅចុះស្ដេចកនក្រោយពីបានទទួលសារពីចៅហ្វាយខេត្តពោធិ៍សាត់ក៏បញ្ជាឲ្យសេនាបតីរៀបចំក្បួនទ័ពចេញទៅច្បាំងនឹងព្រះអង្គច័ន្ទនៅក្រគរប៉ុន្មានថ្ងៃក្រោយមកឆាកប្រយុទ្ធកាប់សម្លាប់គ្នាឯងយ៉ាងសាហាវបំផុតបានចាប់ផ្ដើមនៅលើសមរភូមិក្រគរដោយពេលទាហានស្លាប់ច្រើនពេកទ័ពព្រះអង្គច័ន្ទក៏ដកថយមករាំងសត្រូវនៅឯបន្ទាយពោធិ៍សាត់វិញចៅហ្វាកៅដែលជាមេទ័ពរបស់ស្ដេចកនបានបញ្ជាទ័ពឲ្យដេញតាមតែវាយសម្រុកពុំចុះសោះក៏ដកទៅតាំងបន្ទាយនៅចម្ងាយប្រមាណជា3គីឡូម៉ែត្រពីសត្រូវដើម្បីរងចាំជំនួយពីក្រុងស្រឡប់ពីជ័យបន្តទៀតក្នុងអំឡុងផ្អាកសង្គ្រាមនេះតាពេជ្របានសម្រេចចិត្តធ្វើអត្តឃាតយ៉ាងឱឡារិកចំពោះកងទ័ពនិងប្រជាជនរាស្ត្រក្នុងខេត្តនៅដើមឆ្នាំ1517នៃគ្រិស្តសករាជបន្ទាប់ពីព្រឹត្តិការណ៍តាពេជ្រសម្លាប់ខ្លួននេះហើយជ័យជំនះបានមកខាងព្រះបាទច័ន្ទរាជាមេទ័ពស្ដេចកនជើងវ៉ាកៅបានដកទ័ពរត់ទៅកាន់ភូមិភាគខាងកើតវិញចាប់តាំងពីពេលនោះមកព្រះអង្គច័ន្ទក៏ទន្ទ្រានយកខេត្តជាច្រើនជាបន្តបន្ទាប់ដូចជាក្រគរខ្លុងក្រងបរិបូរបារាយណ៍ជើងព្រៃស្ទងកំពង់សៀមនិងកំពង់ស្វាយជាដើមលុះមកដល់រដូវវស្សាស្ដេចកនបានផ្ញើសារទៅព្រះអង្គច័ន្ទដើម្បីផ្អាកសង្គ្រាមមួយរយៈទុកពេលឲ្យប្រជារាស្ត្រធ្វើស្រែចម្ការការផ្អាកឈប់ប្រយុទ្ធគ្នាត្រូវបានអនុវត្តដោយភាគីទាំងសងខាងហើយសង្គ្រាមបានចាប់ផ្ដើមឡើងវិញនៅពេលចប់រដូវធ្វើស្រែចូលមកដល់ខែទី3នៃឆ្នាំ1518កងទ័ពរបស់ព្រះអង្គច័ន្ទចំនួន10000នាក់បានវាយលុកចូលខេត្តសំរោងទងបាទីត្រាំងរួចមកវាយចាក់ទៅមុខទៀតដូចនេះទឹកដីខ្មែរនៅត្រើយខាងលិចទន្លេមេគង្គត្រូវធ្លាក់មកក្នុងអំណាចរបស់ព្រះអង្គច័ន្ទវិញនៅឆ្នាំ1519ក្រោយដែលបានលបងវាយលុកយកខេត្តកំពង់សៀមមកវិញពុំបានសម្រេចស្ដេចកនក៏ចាត់រាជទូតឲ្យនាំសារទៅថ្វាយព្រះច័ន្ទរាជាស្នើសុំចែកប្រទេសខ្មែរជាពីរដោយមានទន្លេមេគង្គជាបន្ទាត់ព្រំសីមាស្ដេចកនគ្រប់គ្រងត្រើយខាងកើតហើយគង់នៅក្នុងក្រុងស្រឡប់ពីជ័យរីឯព្រះច័ន្ទរាជាត្រួតត្រាត្រើយខាងលិចហើយគង់នៅឯខេត្តពោធិ៍សាត់ចាប់តាំងពីពេលនោះមកសង្គ្រាមរវាងស្ដេចខ្មែរនិងខ្មែរគ្នាឯងក៏ត្រូវផ្អាកអស់រយៈកាលចំនួន6ទៅ7ឆ្នាំមកដល់ឆ្នាំ1525ទើបព្រះច័ន្ទរាជារៀបចំទ័ពវាយលុកស្ដេចកនម្ដងទៀតបន្ទាយក្រុងស្រឡប់ពីជ័យត្រូវកងទ័ពច័ន្ទរាជាឡោមព័ទ្ធអស់រយៈពេល3ខែទីបញ្ចប់ស្ដេចកនត្រូវទទួលបរាជ័យទាំងស្រុងចៅវាយកៅជាមេទ័ពនិងជាឪពុកមាខាងម្ដាយរបស់ស្ដេចកនត្រូវស្លាប់នៅនឹងកន្លែងរីឯស្ដេចកនត្រូវចាប់ខ្លួនបានហើយសម្លាប់ចោលនៅទីនោះតមកព្រះច័ន្ទរាជាបានឡើងសោយរាជ្យជាមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម័យឧដុង្គត្រូវបានបិទបញ្ចប់តមកទៀតកម្ពុជាបានឈានចូលសម័យកាលថ្មីមួយទៀតគឺសម័យលង្វែកសម្រាប់ប្រវត្តិសាស្ត្រសម័យលង្វែកខ្ញុំនឹងរៀបរាប់នៅវីដេអូបន្តទៀត